ខេត្តតាកែវជាខេត្តមួយសម្បូរដោយធម្មជាតិទន្លេនិងប្រាសាទបុរាណជាច្រើនប្រសិនបើអ្នកមិនទាន់បានទៅអ្នកអាចនឹងខកខានខេត្តតាកែវមិនមែនគ្រាន់តែជាខេត្តបុរាណនោះទេតែគឺជាកន្លែងសម្រាប់សម្រាកចែករំលែកអារម្មណ៍និងស្វែងរកភាពស្ងប់ស្ងាត់យ៉ាងពិតប្រាកដតើអ្នករៀបចំរួចហើយឬនៅខេត្តតាកែវកំពុងតែរង់ចាំអ្នកខេត្តតាកែវគឺជាខេត្តសម្បូរទេសភាពនិងវប្បធម៌ប្រវត្តិសាស្ត្រមួយដែលនៅជិតរាជធានីភ្នំពេញសមស្របសម្រាប់ធ្វើដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍ពីធម្មជាតិដ៏ស្រស់បំព្រងរហូតដល់ប្រាសាទបុរាណនិងភ្នំជាច្រើនខេត្តតាកែវគឺជាកន្លែងដែលអ្នកគួរតែទៅបង្រៀនខ្លួនឯងម្ដង10កន្លែងល្បីបំផុតនៅខេត្តតាកែវភ្ញៀវទេសចរមិនគួររំលងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទដារ៉េស្វាគមន៍មកកាន់វីដេអូថ្មីខេត្តតាកែវជាខេត្តចំណាស់មួយដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញខេត្តតាកែវមានតំបន់រមណីយដ្ឋានទាំងធម្មជាតិនិងប្រវត្តិសាស្ត្រជាច្រើនកន្លែងសម្រាប់ភ្ញៀវទស្សនាក្រៅពីរមណីយដ្ឋានល្បីៗដែលភ្ញៀវទេសចរស្គាល់ជាទូទៅដូចជាទន្លេបាទីភ្នំតាម៉ៅក៏ដូចជាភ្នំជីសូរបើតាមមន្ត្រីទេសចរខេត្តតាកែវបានឲ្យដឹងថាមានរមណីយដ្ឋានទេសចរ10កន្លែងដែលពេញនិយមហើយមានភ្ញៀវទៅទីនោះច្រើនកករមណីយដ្ឋានទេសចរទាំង10កន្លែងនោះមានឈ្មោះដូចជារមណីយដ្ឋានទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិភ្នំដារមណីយដ្ឋានទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិភ្នំបាយ៉ង់កោរមណីយដ្ឋានទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិភ្នំជីសូររមណីយដ្ឋានទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិភ្នំតាម៉ៅរមណីយដ្ឋានទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិទន្លេបាទីរមណីយដ្ឋានទេសចរវប្បធម៌និងធម្មជាតិភ្នំជីតាពេជ្ររមណីយដ្ឋានទេសចរវប្បធម៌និងធម្មជាតិភ្នំខ្លែងរមណីយដ្ឋានទេសចរនិងធម្មជាតិជ្រោះផ្អោបរមណីយដ្ឋានទេសចរធម្មជាតិកែច្នៃកំពូលពេជ្ររមណីយដ្ឋានទេសចរធម្មជាតិកែច្នៃត្រីមាសខេត្តតាកែវក៏មានសារមន្ទីរចំនួន2គឺសារមន្ទីរខេត្តតាកែវនិងសារមន្ទីរអង្គរបុរីដែលមានតម្កល់និងថែរក្សាវត្ថុបុរាណប្រមូលបានមកពីទីទួលនិងប្រាសាទបុរាណនានាដើម្បីឲ្យមហាជននិងភ្ញៀវអន្តរជាតិអាចចូលទស្សនានិងសិក្សាស្វែងយល់អំពីស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរក្រៅពីនេះខេត្តតាកែវក៏មានសេសសល់សំណង់ប្រាសាទបុរាណអាយុកាលរាប់ពាន់ឆ្នាំជាច្រើនកន្លែងទៀតដែលខ្លះនៅសល់តែស្លាកស្នាមខ្លះបែកបាក់នៅសល់តែរូបរាងនិងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មមួយកន្លែងនាសម័យខ្មែរក្រហម